សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី1របស់ខ្ញុំនេះយើងមកហែកកញ្ចប់អីវ៉ាន់ដែលខ្ញុំទិញតាមទូផាំងនៅប្រទេសកូរ៉េអីវ៉ាន់នេះមានដូចជាខ្សែហ្នឹងគេហៅខ្សែនេះអានេះដោយដោតពីហ្គីតា strum ចូលទៅ mixer ឬក៏bass អាហ្នឹងគេហៅខ្សែអីក៏ខ្ញុំមិនដឹងដែរមកទៀតមួយនេះគឺឧបករណ៍សម្រាប់យើងនិយាយទៅតាក់ទងនឹងការទម្លាក់ខ្ទង់ហ្គីតាទម្លាក់ខ្ទង់ខ្សែហ្គីតាសេរីខ្សែហ្គីតាអាហ្នឹងគឺឧបករណ៍ហ្នឹងអាចជួយយើងបានចុងក្រោយគឺនេះគឺដណ្ដុងកលខ្សែហ្គីតានៅគល់និងចុងហ្នឹងគេហៅអីក៏ខ្ញុំមិនដឹងដែរលេងហ្គីតាប៉ុន្តែអត់ដឹងថាគេហៅអាហ្នឹងអីទេអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាថាមានអីខ្លះអូខេទីមួយយើងមកបើកខ្សែនឹងទាំងអស់គ្នាខ្សែរបស់ Garter តែមានប្រវែង3ម៉ែត្ររូបគុំរបស់ខ្សែដូចហ្នឹងចឹងយើងមានតែយើងទទួលបានតែប៉ុណ្ណឹងប្រអប់ហើយនឹងខ្សែរបស់យើងអូខេដូចអញ្ចឹងអូខេចឹងដូចហ្នឹងមានតែប៉ុណ្ណឹងទុកមួយសិនចាំមកឧបករណ៍សម្រាប់សេរីខ្ទង់ហ្គីតាខ្សែហ្គីតា made in China ចឹងយើងហែកមើលរបស់នេះមានអីខ្លះអានេះគេដាក់កាបូបមកស្អាតនេះកាបូបនេះដាក់លុយបានអូខេចឹងមានច្រើនអ្នកនរគ្នាមានsetវាមក set វាច្រើនដែរអ្វីដែលខ្ញុំចង់បានគឺមួយនេះសំខាន់ជាងគេដោយសារតែនៅខាងចុងវារៀងខ្ពស់អញ្ចឹងនៅពេលដែលគេ capo វារៀងឮសំឡេងរ៉ែអញ្ចឹងដល់ពេលអញ្ចឹងយើងត្រូវទម្លាក់អានឹងទម្លាក់ខ្សែចាប់ពីខ្សែទី6យើងរោះវាហើយទម្លាក់វាទៅឲ្យវារៀងទៀតយើងស្រួលទាំងការចាប់ខតនិងនៅពេលយើងប្រើ capo វាងាយស្រួលវាឮសំឡេងពីរោះចឹងយើងទុកមួយសិនអញ្ចឹងក្នុងហ្នឹងអត់មានច្រើនទេគេមាន free អានេះមកកញ្ចប់ទាំង pick ទាំងអីមានបែបហ្នឹងហើយមានម៉ែត្រຂະຫນາດវាស់ស្អីខ្លះទេប្រហែលជាវាស់ខ្ទង់និយាយទៅទិញមកអត់ដឹងថាគេហៅមិនហើយក៏អត់ដែលដឹងពីរបៀបរបបនៃការធ្វើដែរទិញយកមកសាកធ្វើខ្លួនឯងទេអញ្ចឹងនៅពេលដែលខ្ញុំធ្វើហើយខ្ញុំនឹងចេញវីដេអូមួយទៀតតាក់ទងនឹងការទម្លាក់ខ្ទង់ហ្គីតានិងសេរីខ្ទង់ហ្គីតាអាហ្នឹងមានតែប៉ុណ្្នឹងយើងទុកទៅចុងក្រោយគឺអាហ្នឹងខ្ញុំមិនដឹងថាគេហៅអាហ្នឹងអីគេទេអ្នកនរគ្នាអាចមើលបានមាន13មីលីម៉ែត្រ 11.5 10និយាយទៅអា10នេះវារៀងទាបជាងគេចំពោះ10វារៀងទាបជាងគេយើងអាចដាក់សម្រាប់លេងជា finger style finger picking វាអាចទាបខ្ទង់ស្រួលលេងអីចឹងទៅហើយវាមានតំណងទ្រាប់2ស្ដើងនេះមានតែប៉ុណ្្នឹងអ្នកនរគ្នាក្នុងហ្នឹងក៏គេមាន free ក៏គេមានឲ្យกระดาษខាត់មកស្លឹកដឹងទៀតដឹងថាបើសិនជាយើងរៀងខ្ពស់ខ្លាំងយើងអាចខាត់តម្លាក់ចុះទៀតបានអូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយបាយបាយ